អ្នកទាំងអស់គ្នាធ្លាប់ឃើញទូរទស្សន៍បែបម្ចាស់ឬមកក៏បែបម្ចាស់ហើយនេះគឺជាទូរទស្សន៍សេរីចាស់បែប analog ដែលប្រើប្រាស់អង្តែនប៉ុន្តែហេតុអីបានទូរទស្សន៍ទាំងអស់ហ្នឹងចាំបាច់មានអង្តែនឆ្កយៗនឹងមកធ្វើអីចម្លើយនោះគឺដើម្បីចាប់យករលកសញ្ញាចូលទៅមកកាន់អេពីសូតទី1នៃវីដេអូ series ដឹងអ្វីខ្លះពី Telecom ដែលយើងនឹងចែករំលែកចំណេះដឹងខ្លះៗអំពីប្រព័ន្ធទូរគមនាគមន៍ថ្ងៃនេះយើងនឹងប្រើម៉ាស៊ីន Spectrum Analyzer ដើម្បីវាស់ប្រេកង់ទូរទស្សន៍អញ្ចឹងចំពោះការ set up ដើម្បីវាស់រលកសញ្ញារបស់ទូរទស្សន៍ខ្ញុំនឹងប្រើម៉ាស៊ីន Rode and Schwartz Spectrum Analyzer ជាមួយនឹងអង្តែនដែលអាច cover លើប្រេកង់ទូរទស្សន៍បានអញ្ចឹងតោះយើងមើលរបៀបនៃការ set up ម៉ាស៊ីននេះសិន Let's goយើង set up រួចហើយអញ្ចឹងតោះចាប់ផ្ដើមវាស់ក៏ប៉ុន្តែមុននឹងយើងចាប់ផ្ដើមយើងត្រូវដឹងអំពីប្រេកង់វិទ្យុនៃប៉ុស្តិ៍ទូរទស្សន៍ analog ដែលយើងចង់វាស់ហើយថ្ងៃនេះនាងខ្ញុំចង់វាស់ប៉ុស្តិ៍តតកដែលយើងអាចមើលឃើញថាជាប៉ុស្តិ៍លេខ7ហើយប្រៀបធៀបជាមួយនឹងតារាងស្តង់ដារនៃប្រេកង់វិទ្យុរបស់ប៉ុស្តិ៍ទូរទស្សន៍យើងអាចមើលឃើញថាប៉ុស្តិ៍លេខ7គឺមានប្រេកង់ចាប់ផ្ដើមពី188 MHz ទៅ195 MHz អូខេអញ្ចឹងតោះយើងអាចចាប់ផ្ដើម set up ប្រេកង់នៅលើម៉ាស៊ីនរបស់យើងបានហើយអញ្ចឹងយើងអាចចាប់ផ្ដើមset up ប្រេកង់ដោយយើងចុចនៅប្រេកង់នោះយើងដឹងថា start frequency យើងគឺនៅ188 MHz យើងចុច stop frequency របស់យើង195 MHz ចឹងយើងឃើញថាមានពីរ signal ធំយើងអាចប្រើ marker របស់យើងហ្នឹង marker ទី1ដាក់នៅដុំហ្នឹងមកហើយ marker ទី2របស់យើងអាចស្រេដាក់នៅចិត្តហ្នឹង194.5 អូខេជាធម្មតាទូរទស្សន៍របស់យើងត្រូវការអង្តែនដើម្បីចាប់យករលកប្រេកង់វិទ្យុដែលផ្សព្វផ្សាយចេញពីស្ថានីយ៍ទូរទស្សន៍ហើយនៅពេលដែលទូរទស្សន៍យើងចាប់បានរលកវិទ្យុទាំងអស់ហ្នឹងហើយវានឹងបំលែងទៅជារូបភាពក៏ដូចជាសំឡេងដែលយើងអាចស្ដាប់ហើយនឹងទស្សនាបានតាមកញ្ចក់ទូរទស្សន៍របស់យើងបានហើយជាធម្មតាប្រេកង់ទូរទស្សន៍មួយបានមាន3 signal ដែលយើងអាចវាស់ដោយប្រើម៉ាស៊ីនមួយនេះបានអញ្ចឹងយើងអាចមើលនៅលើ screen នេះបានដែលយើងឃើញកន្លែងដែលវា load ខ្ពស់ហ្នឹងគឺជាសញ្ញាដែលកំពុងផ្សព្វផ្សាយចេញមកហើយអង្តែនរបស់យើងហ្នឹងកំពុងតែទទួលបានអញ្ចឹងនៅប្រេកង់ 189.25 MHz គឺជា video signal ហើយ signal មួយនេះគឺជា sound signal ដែលស្ថិតនៅ 194.75 MHz ហើយហេតុដែលខ្ញុំដឹងហ្នឹងគឺជាធម្មតា video signal តែងតែនៅខាងមុខហើយ sound signal តែងនៅខាងក្រោយហើយគម្លាតរវាង video signal ហើយនិង sound signal ហ្នឹងគឺតាមស្តង់ដារ 5.5 MHz ហើយនៅចន្លោះពីរប្រេកង់នេះតែមាន signal មួយដែល pop up ដែល signal ហ្នឹងគឺជា color subcarrier មានតួនាទីផ្ទុកនៅព័ត៌មានរបស់ color ដើម្បីឲ្យទូរទស្សន៍របស់យើងបំលែងវាទៅជាពណ៌រូបភាពដែលយើងអាចមើលឃើញតាមកញ្ចក់ទូរទស្សន៍របស់យើងបាននៅពេលដែលស្ថានីយ៍ទូរទស្សន៍គាត់ផ្សាយ signal ទាំង3នឹងចេញមកគឺគេប្រើវិធីសាស្ត្រមួយដែលហៅថា modulation ដែល video signal គឺប្រើប្រាស់ amplitude modulation ឬមួយក៏ AM ហើយ sound signal ប្រើប្រាស់ frequency modulation ឬមួយក៏ FM អញ្ចឹងម៉ាស៊ីន spectrum analyzer របស់យើងមាន feature demodulate signal ទាំងពីរប្រភេទហ្នឹងបានហើយនៅក្នុងករណីនេះយើង demodulate តែ sound ទេដោយសារតែ spectrum analyzer របស់យើងអត់អាចបំលែងវាឲ្យទៅជារូបភាពដោយទូរទស្សន៍របស់យើងបានទេអញ្ចឹងតោះមកមើលវិធី demodulate នៅ signal របស់យើងសារនេះគឺជាប្រេកង់ sound របស់យើងអាច demodulate វាដោយប្រើ demodulation មែន function នៅនេះ marker demodulation ហើយវាគឺជា FM ចឹងយើង demodulate FM ហ្នឹងទីទៅតាមដូចថាជាចឹងអាចធ្វើលើផ្លូវចាគឺអើទីប្រាផ្លាកផ្លូវឲ្យផ្លាកទៅអត់ទៅទៅយើងអាចថាខុសដល់ដើម្បីដឹងថាវាពិតជាផ្សព្វផ្សាយនៅព័ត៌មាននេះមែនឬអត់នាងខ្ញុំនឹងប្រៀបធៀបវាជាមួយនឹង app ខ្មែរ e-media លើប៉ុស្តិ៍តកទៅឈប់បងយើងចាទៅទៅដល់គាត់ទៅលើផ្លូវចាអត់ទៅចាអត់ទៅចាទៅទៅដល់ទៅត្រង់ខ្លួនដល់ទី4ចាំមានផ្នែកទាំងមួយសំខាន់មួយទៀតមានផ្នែករបស់ចូលទៅប្រាថ្នាចិត្តអូខេអញ្ចឹងមិញយើងបានឃើញពីរបៀបនៃការវាស់ប្រេកង់ទូរទស្សន៍ដោយប្រើម៉ាស៊ីន Spectrum Analyzer ហើយបើសិនអ្នកទាំងអស់គ្នាចង់បានវីដេអូបែបនេះបន្ថែមទៀតអាចរងចាំតាមដានវីដេអូ series របស់ពួកយើងបន្ទាប់បើសិនអ្នកទាំងអស់គ្នាមានចម្ងល់អីផ្សេងៗអាចតម្លាក់ comment នៅក្រោមវីដេអូរបស់យើងបានដូច្នេះវីដេអូរបស់យើងឈានដល់ទីបញ្ចប់បាយ